សម្រាប់អ្នកដែលមកលេងកពតចង់រកកន្លែងគេងណាដែលមានតម្លៃល្មមគួរសមជាពិសេសនៅក្នុងក្រុងមកលក្ខណៈជាគ្រួសារឬក៏មកជាគូអីហើយអ្នកគ្នាអាចសើកន្លែងនេះទុកបានមកកពតសានេះខ្ញុំបានមកចូលគេងនៅកន្លែងទស្សនៈដ៏សាមញ្ញមួយប៉ុន្តែបើនិយាយពីអនាម័យវិញគឺយើងអាចទទួលយកបានកន្លែងគេងនេះដែរខ្ញុំចង់ណែនាំទៅដល់អ្នកដែលចង់មកកពតហើយអត់ចង់ចំណាយច្រើនទៅលើបន្ទប់គេងហើយគ្រាន់តែចង់បានកន្លែងគេងណាដែលស្អាតល្មមតម្លៃគួរសមអ្នកគ្នាអាចគេងកន្លែងនេះបានមកជាលក្ខណៈដៃគូឬក៏ជាគ្រួសារក៏បានដែរសម្រាប់ខ្ញុំគិតថានៅនេះភួយខ្នើយគេគឺអនាម័យល្អចូលមកដល់គឺក្លិនក្រអូបហ្មងអ្នកគ្នាកន្លែងដែលខ្ញុំចង់ណែនាំនឹងដែរគឺឈ្មោះថាផ្ទះសំណាក់ Holiday កពតទីតាំងគឺនៅក្នុងក្រុងអត់ពិបាកជិះឆ្ងាយទេនៅជាប់នឹងដែរគឺមានផ្សារបែបអ្នកស្រុកមួយគឺងាយស្រួលដល់អ្នកនរគ្នាស្វែងរកទិញផ្លែឈើទិញតរៀនឬក៏ទិញគ្រឿងសមុទ្រផ្សេងៗញ៉ាំបានហើយក៏អាចចេញមកមើលទេសភាពភ្នំមកមាននៅមុខនឹងដែរបើនិយាយពីមុខផ្ទះវិញគ្រាន់តែចុះមកដល់គឺយើងអាចទិញតរៀនញ៉ាំនៅមុខនឹងហ្មងនៅនេះមានដល់ទៅ4ជាន់ទៀតអញ្ចឹងអត់ភ័យរឿងខ្វះបន្ទប់គេងទេទីតាំងធំទូលាយយើងអាចចតឡានបានច្រើនបន្ទប់ក្រែមួយតម្លៃតែ$15ទេហើយបន្ទប់ក្រែ2តម្លៃ$20តម្លៃនេះដែរតាមដែលខ្ញុំសួរទៅគឺថេរមានឡើងចុះតាមបនទានអីទេអ្នកគ្នាបើសិនជាអ្នកគ្នាចាប់អារម្មណ៍អាចតាក់ទងជាមួយនឹងលេខទូរស័ព្ទផ្ទាល់ម្ចាស់ផ្ទះបានឬក៏ចង់ឆាតសួរព័ត៌មានផ្សេងៗបានតាម page នេះសម្រាប់ទីតាំងវិញគឺអ្នកគ្នាជិះហួមហត់ស្ពានចាស់បន្តិចមកប្រហែលជា3-4ផ្លូវគឺបាត់ខាងឆ្វេងដែរគឺមកដល់ហើយ